សូមអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទស្សនិកជនដែលតែងតែចូលចិត្តនិងតាមដាននៅកីឡាបាល់ទាត់ហើយថ្ងៃនេះផ្ទាល់មកជួបជាមួយនឹងខ្ញុំ Admin កុងហើយសម្រាប់ថ្ងៃនេះអត់មានអីទេចង់មកធ្វើការវិភាគបាល់ចំនួន1គូនៅក្នុងក្របខ័ណ្ឌ English Premier League សម្រាប់ថ្ងៃអាទិត្យទី5ខែតុលាឆ្នាំ2025នេះហើយសម្រាប់គូដែល Admin នឹងធ្វើការជ្រើសរើសមកថ្ងៃនេះគឺគូរវាងក្រុមសារិកាព្រៃ Newcastle United នឹងធ្វើជាម្ចាស់ផ្ទះបើកកីឡដ្ឋាន St James Park ស្វាគមន៍ក្រុមភ្ញៀវអធិរាជស្ដេចព្រៃ Nottingham Forest ហើយសម្រាប់គូនេះមានការ kick off នៅវេលាម៉ោង 8 យប់ហ្នឹងហើយដោយបងប្អូនបានដឹងថាក្នុងរដូវកាលថ្មីនេះសម្រាប់ក្រុមចាប់ផ្ទះ Newcastle United ដូចជារៀងត្រដាបត្រដួសខ្លាំងណាស់ដោយឆ្លងកាត់6ប្រកួតកន្លងទៅហ្នឹង Newcastle United ឈរនៅលេខរៀងទី15ហើយការប្រកួតចុងក្រោយរបស់គេហ្នឹងគឺចាញ់ក្រុម Arsenal នៅក្នុងទឹកដីខ្លួនឯងដោយលទ្ធផល1-2ហើយចំណែកក្រុមភ្ញៀវវិញ Nottingham Forest ហ្នឹងតាំងតែបណ្ដេញលោក Nuno Espirito មកក៏ធ្វើមិនបានល្អដូចគ្នាដែរដោយបច្ចុប្បន្នហ្នឹងកំពុងស្ថិតនៅលេខរៀងទី17ដែលជាលេខរៀងនៅក្រោមបាតតារាងហើយចំណែកការប្រកួតរបស់ក្រុម Nottingham Forest នៅប្រកួតចុងក្រោយហ្នឹងក៏ធ្វើរឹតតែមិនបានល្អដោយលេងនៅក្នុងទឹកដីខ្លួនឯងបន្តចាញ់ក្រុម Midtjylland មកពី Denmark ដោយលទ្ធផល2-3អញ្ចឹងហើយសម្រាប់ក្រុមទាំងពីរហ្នឹងបើយើងមើលលទ្ធផលបច្ចុប្បន្នគិតថាมันមានអ្នកណាខ្លាំងជាងអ្នកណាឬល្អជាងអ្នកណាទេប៉ុន្តែបើបងប្អូនសាកមកកលេខលទ្ធផលនៃការជួបគ្នា5ប្រកួតខ្ញុំអាចនិយាយបានថា10ប្រកួតចុងក្រោយនេះក៏បានដែរសម្រាប់ក្រុមម្ចាស់ផ្ទះ Newcastle United គឺមិនដែលស្គាល់ពាក្យថាបរាជ័យក្រោមថ្វីដៃរបស់ក្រុម Nottingham Forest ម្ដងណាទេដោយ10ប្រកួតហ្នឹងគឺ Newcastle United យកឈ្នះរហូតដល់9ប្រកួតហើយស្មើ1ប្រកួតហើយចំណែកប្រកួតចុងក្រោយកាលពីរដូវកាលមុនហ្នឹងនៅក្នុងក្របខ័ណ្ឌ English Premier League គឺ Newcastle United បានយកឈ្នះក្រុម Nottingham Forest ក្នុងទឹកដី St James Park ដោយលទ្ធផល4-3ដូច្នេះហើយសម្រាប់គូនេះអូខេទទួលស្គាល់ថា Newcastle ក៏មិនសូវជាល្អប៉ុន្តែបើយើងយកអត្ថភាពដែលក្រុម Newcastle គាត់លេងនៅក្នុងទឹកដីខ្លួនឯងសម្រាប់គូនេះ Admin ជឿជាក់ថា Newcastle United នឹងទទួលបានជ័យជំនះនៅក្នុងទឹកដីខ្លួនឯង 100% អញ្ចឹងហើយសម្រាប់គូនេះ Admin សូមណែនាំឲ្យបងប្អូនដែលតាមដាន page Admin កុងផ្ទាល់ឈៀទៅលើក្រុមម្ចាស់ផ្ទះ Newcastle United នេះគ្រាន់តែ tip បាល់មួយគូដែល Admin ធ្វើការចែកចាយជូនបងប្អូននៅមាន tip បាល់ពិសេសផ្សេងៗទៀតដែល Admin បានទម្លាក់នៅក្នុងក្រុមបើសិនណាជាបងប្អូនមានបំណងចង់ទទួលបាន tip បាល់ពិសេសជារៀងរាល់ថ្ងៃក៏ដូចជាតាមដាននៅព័ត៌មានកីឡាបងប្អូនក៏អាចធ្វើការ join link នៅក្នុង profile របស់ Admin ដើម្បីមកចូលរួមជាមួយគ្រួសារ AKFC Sport Tip ទាំងអស់គ្នាហើយសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្ណេះទេដូច្នេះសូមបងប្អូនជួយជាកម្លាំងចិត្តឲ្យ Admin ម្នាក់មួយដោយគ្រាន់តែធ្វើការចុច like ចុច share ក៏ដូចជាចុច follow Admin ផងសូមអរគុណសូមជម្រាបលា